ឧបសគ្គដែលយើងជួបពេលខ្លះមិនបានមកដើម្បីបញ្ឈប់ដំណើររបស់យើងនោះទេវាគ្រាន់តែកំពុងប្រាប់យើងថាអ្វីមួយនៅមិនទាន់រួចរាល់មិនមែនយើងដើរខុសផ្លូវនោះទេតែពេលវេលានៅមិនទាន់មកដល់សម្រាប់យើងហើយដូចនេះរឿងខ្លះមិនចាំបាច់ប្រញាប់ពេកក្នុងការយកឈ្នះវានោះទេគ្រាន់តែបន្តដើរទៅមុខនៅពេលវេលាសមស្របមកដល់ផ្លូវដែលធ្លាប់តែលំបាកសម្រាប់យើងក៏ចាប់ផ្ដើមបើកចំហដោយខ្លួនឯងជាមិនខាន